កាសែតអន្តរជាតិដ៏ល្បីមួយបានរិះគន់អាមេរិកក្នុងការដោះស្រាយចំនួនកម្ពុជាថៃដោយសម្លឹងមើលផលប្រយោជន៍ជាជាងឫសគល់នៃបញ្ហាទើបឈានទៅដល់ថៃដើរចេញកិច្ចព្រមព្រៀងចោលមួយរំពេចការវាយប្រហារតាមដែនអាកាសដោយប្រើ F-16 ទៅលើកម្ពុជាគឺជាភស្តុតាងដែលបង្ហាញយ៉ាងច្បាស់ថាកិច្ចព្រមព្រៀងសន្តិភាពនោះគ្រាន់តែបិទបាំងបញ្ហាតែប៉ុណ្ណោះមិនមែនដោះស្រាយបញ្ហានោះទេភ្លាមបន្ទាប់ពីថៃឈ្លានពានកម្ពុជាកាសែត Al Jazeera កាលពីថ្ងៃទី9ធ្នូបានបញ្ចេញអត្ថបទមួយក្នុងការបង្កប់ន័យនៅការសង្ស័យទៅលើនយោបាយការបរទេសពីមុនរបស់លោក Donald Trump ដែលតែងតែថាលោកបានសម្របសម្រួលបានបញ្ចប់ដោយជោគជ័យតើបញ្ចប់ដោយរបៀបណាឬមិនមែនជាការបញ្ចប់ពិតប្រាកដនិងនិរន្តរភាពឬគ្រាន់តែជាការផ្អាកបណ្ដោះអាសន្នដោយលោក Trump មិនបានដោះស្រាយឫសគល់នៃបញ្ហានោះទេតែលោកបានផ្ដោតទៅលើសមិទ្ធផលនយោបាយផ្ទាល់ខ្លួនទៅវិញអ្វីទៅជាឫសគល់នៃបញ្ហានោះបញ្ហាចម្បងនៅត្រង់ថាការកំណត់ព្រំដែនផ្លូវការដែលមានចំនួនជាយូរណាស់មកហើយជាពិសេសនៅតំបន់ប្រាសាទព្រះវិហារនិងតំបន់ជុំវិញការវាយប្រហារតាមដែនអាកាសដោយប្រើ F-16 ចុងក្រោយបង្អស់ដែលចាប់ផ្ដើមនៅថ្ងៃទី8ធ្នូ2025កើតចេញពីការប្រយុទ្ធគ្នាឡើងវិញលើតំបន់ព្រំដែនប្រាសាទព្រះវិហារបន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពសម្របសម្រួលដោយសហរដ្ឋអាមេរិកនៅឯទីក្រុងកូឡាឡាំបួរនៅថ្ងៃទី26តុលាត្រូវបានបរាជ័យចោលទាំងស្រុងប្រទេសថៃបានចោទប្រកាន់កម្ពុជាពីបទឈ្លានពាននិងការបាញ់រ៉ុកែតដែលបង្កឲ្យមានការវាយប្រហារតាមដែនអាកាសខណៈដែលកម្ពុជាបានច្រានចោលការចោទប្រកាន់ទាំងនេះពីសំណាក់ប្រទេសថៃចំណែកឯប្រធានាធិបតីត្រាំបានអះអាងថាខ្លួនជាអ្នកបញ្ចប់សង្គ្រាមចំនួន8គិតចាប់តាំងពីខែមករាឆ្នាំ2025មកតាមរយៈបទជប់បាញ់ដែលមានដូចជាសង្គ្រាមអ៊ីរ៉ង់អ៊ីស្រាអែលបានបញ្ចប់សង្គ្រាមរយៈពេល12ថ្ងៃនៅខែមិថុនាដោយបានបំផ្លាញទីតាំងអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ឥណ្ឌាប៉ាគីស្ថានបទជប់បាញ់គ្នាតាមដែនអាកាសនៅខែឧសភាអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅកាហ្សាបទជប់បាញ់ជាដំណាក់កាលដែលគ្រប់គ្រងដោយអង្គការសហប្រជាជាតិជាមួយនឹងការដោះដូរចំណាប់ខ្មាំងជាដើមអត្ថបទដដែលបានបន្តទៀតថាមានរបៀបកត់សម្គាល់មួយចំនួនដែលលោកត្រាំបង្ហាញទំនោរផលប្រយោជន៍ជាជាងការផ្ដោតលើឫសគល់នៃបញ្ហាដោយលោកត្រាំបានអះអាងថាលោកបានបញ្ឈប់សង្គ្រាមរវាងកម្ពុជាថៃដោយសារតែលោកមានអំណាចក្នុងការប្រើប្រាស់ការគំរាមកំហែងដាក់ពន្ធគយលើទំនិញនាំចេញរបស់ប្រទេសទាំងពីរលោកបានចូលរួមក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅឯទីក្រុងកូឡាឡាំបួរហើយបានលើកដំកើងជាជំហានដ៏ធំសម្បើមនិងជាភស្តុតាងនៃភាពជោគជ័យនៃគោលនយោបាយការបរទេសរបស់លោកក្នុងការឈានទៅទទួលបាននូវពាន Nobel សន្តិភាពអ្វីកាន់តែច្បាស់នឹងភ្នែកនោះរដ្ឋថៃវាយប្រហារមកលើកម្ពុជាម្ដងតែងតែយក F-16 ជានិច្ចទោះបីជាខ្លួនមាន Gripen របស់ស៊ុយអែតក៏ដោយការប្រើប្រាស់ F-16 គឺជាភស្តុតាងបង្ហាញថាសម្ពាធសេដ្ឋកិច្ចមិនអាចជំនួសការដោះស្រាយឫសគល់បានទេដរាបណាបញ្ហាអធិបតេយ្យភាពនៅតែមិនត្រូវបានដោះស្រាយនោះចំនួននឹងបន្តកើតមានដដែលចំណុចទាំងនេះគឺលោកត្រាំបានបង្ហាញថាភាពជោគជ័យក្នុងនយោបាយការបរទេសសម្រាប់លោកគឺស្មើនឹងសមត្ថភាពក្នុងការសម្រេចកិច្ចព្រមព្រៀងឬបទឈប់បាញ់ដោយប្រើឥទ្ធិពលនិងសម្ពាធសេដ្ឋកិច្ចផលប្រយោជន៍របស់សហរដ្ឋអាមេរិកតែប៉ុណ្ណោះតែផ្ទុយទៅវិញការងារនយោបាយដ៏លំបាកក្នុងការដោះស្រាយចំនួនទឹកដីត្រូវបានទុកចោលដែលធ្វើឲ្យកិច្ចព្រមព្រៀងនោះផុយស្រួយជារៀងរហូតត្រឡប់ចំនួនរុស្ស៊ីអ៊ុយក្រែនវិញអាមេរិកបានបង្ខំឲ្យអ៊ុយក្រែនកាត់ដីដើម្បីជាធ្នូបដូរយកសន្តិភាពទាំងតែអ៊ុយក្រែនមិនអាចទទួលយកបាននោះទេតើប្រិយមិត្តយល់យ៉ាងណាក្នុងការដោះស្រាយរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋាភិបាលលោកត្រាំនាពេលកន្លងមកជំនាញផលិតមាតិកាចម្រុះដែលមិនអាចមើលរំលងវគ្គពិសេសសម្រាប់ប្រិយមិត្តដែលស្រឡាញ់និងចូលចិត្តបង្ហាញចំណាប់អារម្មណ៍លើបណ្ដាញសង្គមដោយចាប់ផ្ដើមចេញពីថ្ងៃនេះតទៅជាមួយកញ្ចប់តម្លៃពិសេសប្រិយមិត្តនឹងទទួលបានការបង្កើតខ្លឹមសារដ៏សំខាន់មួយជារបស់ខ្លួន